សូមកុំបណ្ដោយឲ្យភាពខ្ជិលច្រអូសចាក់ឬដោះជ្រៅចូលទៅក្នុងខ្លួនកូនរបស់លោកអ្នកប្រសិនបើអ្នកពិតជាស្រឡាញ់ពួកគេមែននោះរឿងដ៏សាមញ្ញទាំង4នេះអាចជួយកែប្រែអនាគតរបស់ពួកគេក្នុងផ្លូវមួយដែលអ្នកនឹកស្មានមិនដល់ការបណ្ដុះទម្លាប់ល្អតាំងពីក្មេងគឺជាកាដូដ៏មានតម្លៃបំផុតដែលឪពុកម្ដាយអាចផ្ដល់ឲ្យកូនដើម្បីជាទុនប្រឈមមុខនឹងពិភពលោកដ៏ប្រកួតប្រជែងនេះទី1គឺកុំបណ្ដោយឲ្យពួកគេកេងត្រមួកទោះក្នុងថ្ងៃវិស្សមកាលក៏ដោយបង្រៀនពួកគេឲ្យចេះក្រោកពីព្រលឹមជារៀងរាល់ថ្ងៃហេតុអ្វីពីព្រោះវាជាការហ្វឹកហាត់ទាំងរាងកាយនិងផ្លូវចិត្តរបស់ពួកគេឲ្យមានភាពសកម្មមានសណ្ដាប់ធ្នាប់និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ជីវិតដែលមានគោលដៅការក្រោកពីព្រលឹមជួយឲ្យពួកគេមានអារម្មណ៍ថាអាចគ្រប់គ្រងពេលវេលាបានល្អនិងមានស្មារតីស្រស់ថ្លាទី2កុំតាមរៀបចំឬក៏សម្អាតរាល់កំហុសរបស់ពួកគេអ្នកមិនមែនជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ពួកគេទេប្រសិនបើពួកគេបោះប្រដាប់ប្រដាក្មេងលេងរេប៉ាយចូលបង្ខំឲ្យពួកគេរើសវាទុកដាក់ដោយខ្លួនឯងប្រសិនបើពួកគេធ្វើឲ្យបន្ទប់រញ៉េរញ៉ៃចូលបង្រៀនពួកគេឲ្យចេះសម្អាតវាការធ្វើបែបនេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុករបស់អ្នកប៉ុណ្ណោះទេតែវាថែមទាំងជួយកសាងនៅវិន័យការគោរពចំពោះទីកន្លែងរបស់ខ្លួននិងបណ្ដុះសមត្ថភាពក្នុងការទទួលខុសត្រូវលើទង្វើនិងកំហុសរបស់ខ្លួនឯងផងដែរទី3គឺតម្រូវឲ្យពួកគេទទួលខុសត្រូវលើការសិក្សាកុំរត់តាមដាស់តឿនពួកគេឲ្យរៀនសូត្ររហូតពេកប៉ុន្តែត្រូវទាមទារនិងកំណត់ច្បាប់ឲ្យបានច្បាស់លាស់ថាលទ្ធផលសិក្សាគឺជារឿងសំខាន់ហេតុអ្វីពីព្រោះវាមិនពាក់ព័ន្ធត្រឹមតែរឿងសាលារៀននិងពិន្ទុនោះទេប៉ុន្តែវាគឺជាការកសាងផ្នត់គំនិតដែលផ្ដោតលើវិន័យការតស៊ូជំនះឧបសគ្គនិងការមានគោលដៅច្បាស់លាស់ក្នុងជីវិតទី4គឺបង្រៀនពួកគេឲ្យចេះចម្អិនអាហារជំនួសឲ្យការបណ្ដោយឲ្យពួកគេសម្លឹងមើលតែអេក្រង់ទូរស័ព្ទពេញមួយថ្ងៃចូលនាំពួកគេចូលទៅក្នុងផ្ទះបាយទុកឲ្យពួកគេជួយរៀបចំអាហារពេលព្រឹកពេលថ្ងៃត្រង់ឬពេលល្ងាចទុកឲ្យពួកគេបានរៀនសូត្រអំពីជំនាញរស់រានមានជីវិតដ៏សាមញ្ញនេះនិងទទួលបានអារម្មណ៍ថាខ្លួនឯងជាមនុស្សមានប្រយោជន៍ពីព្រោះនៅពេលដែលក្មេងៗដឹងពីរបៀបបង្កើតជំនួសឲ្យការគ្រាន់តែរងចាំទទួលទាននោះពួកគេនឹងមានការលូតលាស់ទាំងស្មារតីនិងទំនុកចិត្តវាក៏ជាពេលវេលាដ៏អស្ចារ្យសម្រាប់ការសាងភាពស្និទ្ធស្នាលនៅក្នុងគ្រួសារផងដែរក្តីស្រឡាញ់ដែលអមដោយវិន័យចិញ្ចឹមបីបាច់ពួកគេដោយក្តីស្រឡាញ់ប៉ុន្តែកុំចិញ្ចឹមបីបាច់ពួកគេឲ្យខ្លាចជាមនុស្សទន់ជ្រាយឲ្យសោះត្រូវហ៊ានដាក់វិន័យតាំងពីពេលនេះទៅដើម្បីកុំឲ្យជីវិតនិងសង្គមខាងក្រៅជាអ្នកបង្រៀននិងដាក់ទណ្ឌកម្មពួកគេយ៉ាងចាស់ដៃនៅពេលក្រោយ